ទឹកក្តៅត្រាំទឹកត្រជាក់អត្ថប្រយោជន៍ខុសគ្នាត្រង់ថានៅពេលដែលយើងត្រាំទឹកក្តៅនៅពេលដែលជើងយើងប៉ះទឹកក្តៅចឹងនៅពេលហ្នឹងធ្វើឲ្យសរសៃឈាមយើងចាប់ដើមរីកកាលណាវារីកជាផ្សេងសរសៃទូទុយចឹងឈាមអាចរត់ចូលតែសរសៃទូទុយបានដឹកចំណីកោសិកាដឹកអុកស៊ីហ្សែនទៅសរសៃទូទុយបានដល់ពេលហើយវាធ្វើឲ្យសរសៃឈាមនេះបានដូចថាគេថា relax ហើយនឹងរីកហ្នឹងពេលហ្នឹងអាចធ្វើឲ្យកូរ៉ូសូលចុះចឹងធ្វើឲ្យអរម៉ូនស្នេហ៍អាចចុះហើយនឹងមួយទៀតនៅពេលយើងធ្វើក្តៅខ្លួនយើងចាប់ផ្ដើមចេញថាមពលមួយដើម្បីទប់ទល់នឹងតម្លៃធ្វើឲ្យយើងអាចចេញញើសចឹងនៅពេលហ្នឹងគឺដើម្បីឲ្យបញ្ចេញញើសបានដើម្បីបញ្ចេញទប់ទល់ជាមួយតម្លៃបានខ្លួនយើងត្រូវយកស្ករមកប្រើចឹងនៅពេលយកស្ករមកប្រើអាចជួយដុតស្ករថែមទៀតចឹងអានេះអត្ថប្រយោជន៍នៃការត្រាំទឹកក្តៅចំណែកឯការត្រាំទឹកត្រជាក់វិញគឺនៅពេលដែលខ្លួនយើងចុះទៅប៉ះទឹកត្រជាក់ភ្លាមនៅពេលដែលប៉ះភ្លាមចឹងខ្លួនយើងធ្វើម៉េចគឺមានយន្តការមួយដើម្បីទប់ដើម្បីបញ្ចេញកម្ដៅទប់ចឹងការដែលយន្តការដំបូងដែលទប់ដំបូងភ្លាមហ្នឹងគឺត្រូវយកស្ករមកប្រើដើម្បីបញ្ចេញកម្ដៅនៅពេលដែលយើងត្រាំយូរតិចទៅពេលហ្នឹងវាចាប់ដើមដូរពីការយកស្ករមកប្រើវាទៅយកខ្លាញ់មកប្រើយើងត្រាំយូរទៅទៀតទៅវាចេះយកខ្លាញ់មកប្រើទៀតចឹងនៅពេលដែលយើងត្រាំចឹងវាធ្វើឲ្យយើងស្ករក៏អស់ខ្លាញ់ក៏ដុតទៀតដុតទាំងស្ករដុតទាំងខ្លាញ់ហើយលើពីនឹងទៀតទឹកត្រជាក់វាធ្វើឲ្យយើងនៅពេលដែលយើងលបួសសាច់ដុំទៅពេលយើងត្រាំទៅគឺវាធ្វើឲ្យឆាប់ជាហើយទឹកត្រជាក់នៅពេលដែលយើងតាក់ទងជាមួយនឹងមានឈឺសាច់ដុំឈឺអីយើងត្រាំទៅវាជួយឲ្យការឈឺចាប់ហ្នឹងវាអាចឆាប់ធូរបាទលើពីនឹងទៀតការត្រាំទឹកត្រជាក់វាអាចធ្វើឲ្យអរម៉ូនមួយចំនួនវាអាចកើនឡើងអញ្ចឹងបានអ្នកដែលត្រាំទឹកត្រជាក់ហ្នឹងធ្វើឲ្យយប់ឡើងស្លាស់ស្រួលអញ្ចឹងទៅមានកម្លាំងហើយនឹងគេងលក់ស្រួលប៉ុន្តែយើងត្រូវចេះរកទឹកត្រជាក់មកត្រាំនៅពេលដែលយើងត្រាំស្ទើរត្រជាក់ឧទាហរណ៍ដូចជា14 15 16 17ដឺក្រេសេយើងត្រាំយូរប្រយ័ត្នប្រសាយព្រោះកាលណាតែស្ទើរត្រជាក់តែត្រាំយូរអាចប្រឈមមុខប្រសាយប៉ុន្តែបើសិនជាយើងជ្រើសរើសដូចជា7ដឺក្រេ8ដឺក្រេ9ដឺក្រេ10ដឺក្រេអាហ្នឹងគឺជាដឺក្រេមួយដែលយើងត្រាំទៅល្អយើងអាចត្រាំ